នៅឆ្នាំ1927មានប្រទេសចិនតែមួយហើយស្ថិតក្រោមការដឹកនាំកងកម្លាំងនយោបាយតែមួយបន្ទាប់មកបានកើតមានសង្គ្រាមស៊ីវិលភាគីម្ខាងដឹកនាំដោយម៉ៅសេតុងចំណែកម្ខាងទៀតដឹកនាំដោយជាងកៃសេកការប្រយុទ្ធបានបន្តរហូតដល់ឆ្នាំ1949ជាងកៃសេកបានផ្លាស់ទីទៅបង្កើតតំបន់គ្រប់គ្រងថ្មីនៅលើកោះតៃវ៉ាន់កោះនេះស្ថិតនៅចម្ងាយប្រហែល130គីឡូម៉ែត្រពីចិនដីគោកចាប់ផ្ដើមពីពេលនោះបានកើតមានការបែងចែកចិនដីគោកនិងតៃវ៉ាន់នៅពេលនោះសហរដ្ឋអាមេរិកបានគាំទ្រតៃវ៉ាន់មានការកំណត់ក្នុងច្បាប់ថាសហរដ្ឋអាមេរិកនឹងជួយកោះតៃវ៉ាន់ប្រសិនបើមានការគំរាមកំហែងពីចិនដីគោកប៉ុន្តែ20ឆ្នាំក្រោយមកពេលវេលាបានផ្លាស់ប្ដូរចិត្តមនុស្សបានប្រែប្រួលនយោបាយក៏ផ្លាស់ប្ដូរផងដែរនៅឆ្នាំ1979សហរដ្ឋអាមេរិកបានផ្លាស់ប្ដូរគោលនយោបាយឲ្យតៃវ៉ាន់ទទួលខុសត្រូវការពារខ្លួនឯងសហរដ្ឋអាមេរិកបានដកកងទ័ពនិងកម្លាំងយោធាចេញពីតៃវ៉ាន់ប៉ុន្តែបានសន្យាថានឹងបន្តលក់អាវុធសម្រាប់ការពារខ្លួនប្រសិនបើចិនដីគោកវាយប្រហារអាមេរិកអះអាងថាអាចបញ្ជូនកងនាវាមកជួយតៃវ៉ាន់ក៏ចាប់ផ្ដើមទិញអាវុធមានទាំងយន្តហោះរថក្រោះនិងមីស៊ីលនៅចន្លោះឆ្នាំ1980ដល់ឆ្នាំ1990តៃវ៉ាន់បានទិញរថក្រោះ M60A យន្តហោះ F16 និងនាវាចម្បាំងនៅសម័យនោះត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាទំនើបផែនការគឺប្រសិនបើចិនវាយប្រហារនាវាចម្បាំងនិងយន្តហោះនឹងទប់ស្កាត់ពីចម្ងាយបើមានកម្លាំងណាមួយឡើងដល់ឆ្នេរកងទ័ពតៃវ៉ាន់នឹងប្រើរថក្រោះនិងរងចាំកងនាវាអាមេរិកមកជួយប៉ុន្តែពេលក្រោយស្ថានភាពបានផ្លាស់ប្ដូរចិនដីគោកបានបង្កើនចំនួននិងអភិវឌ្ឍអាវុធជាច្រើនមានទាំងរថក្រោះយន្តហោះនាវាមួយទឹកឧទ្ធម្ភាគចក្រនាវាចម្បាំងនាវាផ្ទុកយន្តហោះនិងមីស៊ីលរហូតដល់ឆ្នាំ2013ចិនមានឧទ្ធម្ភាគចក្រច្រើនជាងតៃវ៉ាន់ប្រហែល3ដងនាវាចម្បាំងច្រើនជាង4ដងយន្តហោះច្រើនជាង8ដងនាវាមួយទឹកច្រើនជាង15ដងនិងមីស៊ីលមានចំនួនច្រើនយ៉ាងខ្លាំងស្ថានភាពបានផ្លាស់ប្ដូរចិនដីគោកប្រតិបត្តិការអាចចាប់ផ្ដើមដោយការបាញ់មីស៊ីលបន្ទាប់មកប្រើយន្តហោះឧទ្ធម្ភាគចក្រនាវាចម្បាំងនិងនាវាមួយទឹកឡោមព័ទ្ធកោះតៃវ៉ាន់ទាំងមូលតៃវ៉ាន់ក៏ផ្លាស់ប្ដូរផែនការមិនផ្ដោតលើអាវុធធុនធ្ងន់ដូចមុនទេបែរមកទិញមីស៊ីលប្រឆាំងរថក្រោះ Stinger Javelin Harpoon drone គ្មានមនុស្សបើកនិងមីស៊ីលក្រោមទឹកក្នុងបរិមាណច្រើនគោលបំណងគឺពន្យាពេលការវាយប្រហាររហូតដល់កងកម្លាំងជំនួយមកដល់តៃវ៉ាន់បានស្នើទិញយន្តហោះនាវាចម្បាំងនាវាមួយទឹកនិងឧទ្ធម្ភាគចក្រប្រឆាំងនាវាមួយទឹក Seahawk ទៅឲ្យតៃវ៉ាន់ចំនួន12គ្រឿងប៉ុន្តែនៅឆ្នាំ2022សហរដ្ឋអាមេរិកបានបដិសេធការលក់ Seahawk ទៅឲ្យតៃវ៉ាន់ទោះបីធ្លាប់មានការពិភាក្សាតាំងពីឆ្នាំ2015ក៏ដោយហេតុផលដែលបានលើកឡើងគឺបញ្ហាថវិកាចុងក្រោយគេបានសន្និដ្ឋានថាតៃវ៉ាន់នឹងប្រឈមស្ថានភាពឯកោហើយមានការសង្ស័យថាប្រសិនបើមានវិបត្តិសហរដ្ឋអាមេរិកនឹងចូលជួយឬអត់